សមត្ថភាពសំខាន់របស់មនុស្សម្នាក់គឺមិនមែនថាគេស្លៀកពាក់ស្អាតបាតប៉ុណ្ណានោះទេហើយក៏មិនមែនដោយសារគេពូកែរកលុយខ្លាំងប៉ុណ្ណានោះដែរប៉ុន្តែទោះបីជាជួបរឿងបែបណាក៏ដោយគេអាចធ្វើឲ្យខ្លួនឯងបានរីករាយសប្បាយចិត្តឆាកជីវិតមនុស្សមានព្យុះមានភ្លៀងហើយក៏កុំភ្លេចថានៅមានពន្លឺព្រះអាទិត្យផងដែរអ្វីដែលធ្វើឲ្យមនុស្សម្នាក់មានភាពចាស់ទុំមិនមែនដោយសារតែមានអាយុច្រើនក៏ប៉ុន្តែគឺដោយសារតែមានបទពិសោធន៍ច្រើនមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍បានល្អឲ្យខ្លួនឯងមានសុខភាពរាល់ថ្ងៃមិនមែនដោយសារតែរឿងថ្ងៃស្អែកធ្វើឲ្យស្មុគស្មាញពិបាកចិត្តមិនមែនដោយសារតែរឿងម្សិលមិញធ្វើឲ្យដកដង្ហើមធំមានតែធ្វើឲ្យថ្ងៃនេះរឹតតែល្អស្រស់បំព្រងដំបូងមាននៃការភ្ញាក់ដឹងខ្លួន10ចំណុចដែលធ្វើឲ្យអ្នកស្គាល់ពីខ្លួនឯងរឹតតែច្បាស់និងទទួលបានសេចក្តីសុខពិតប្រាកដពេលមនុស្សភ្ញាក់ដឹងខ្លួនជីវិតគឺដូចជាទំពក់អញ្ចឹងគ្រប់រឿងដំណើរការដោយរលូនចែករំលែកឲ្យអ្នកនៅដំបូងមាននៃការភ្ញាក់ដឹងខ្លួន10ចំណុចនេះបើសិនជាអ្នកធ្វើបាន5ចំណុចឡើងទៅខ្ញុំសូមអបអរសាទរទុកជាមុនជោគជ័យគឺនៅខាងមុខអ្នកនេះហើយសូមរក្សាវាទុកមើលវាឲ្យច្រើនដងដើម្បីរំលឹកខ្លួនឯង1អាចគ្រប់គ្រងអារម្មណ៍បានគឺអាចផ្លាស់ប្ដូរបាននូវភាពឯកានិងស្ងប់ស្ងាត់យ៉ាងល្អបំផុតមិនមែនគ្មានសមត្ថភាពក្នុងការចុះសម្រុងជាមួយមនុស្សប៉ុន្តែមិនសូវចាប់អារម្មណ៍ក្នុងការចូលរួមចំពោះមនុស្សគ្រប់រូបអាចលះអាតកំបាំងបានជួបរឿងរ៉ាវរក្សាភាពស្ងៀមស្ងាត់បានពេលខឹងអាចគ្រប់គ្រងកំហឹងបាន2ភ្ញាក់ខ្លួនដឹងថាជាបន្តបន្ទាប់អ្នកនឹងរកឃើញខ្លួនឯងពីមុនរស់នៅដូចមនុស្សឆ្កួតអញ្ចឹងមានរបស់ជាច្រើនពីអតីតកាលដែលអ្នកចាប់វាជាប់មិនលែងតាមពិតវាមិនសមនឹងនិយាយ3កុំដេកយល់សពចង់ទៅកែប្រែអ្នកដទៃឲ្យសោះពីព្រោះចរិតមនុស្សសុទ្ធតែគិតថាខ្លួនឯងអស្ចារ្យគ្មានអ្នកសុខចិត្តកែប្រែខ្លួនដោយសារតែអ្នកនោះទេលុះត្រាតែអ្នកអាចផ្ដល់ឲ្យគេនៅផលប្រយោជន៍ដែលគេចង់បានបើមិនដូច្នេះទេអ្វីដែលអ្នកបង្រៀននិងណែនាំនោះសូម្បីតែផោមរបស់គេក៏មិនស្មើផងពិភពលោករបស់យុវវ័យនេះមានតែការជ្រើសរើសមិនអាចបង្រៀនបានទេ4មុនពេលភ្ញាក់ដឹងខ្លួនបើបានជួបប្រទះការយល់ច្រឡំគឺមិនអាចរងចាំបានទេបកស្រាយ3យប់3ថ្ងៃយកបេះដូងចេញមកហើយប្រគល់វាទៅឲ្យអ្នកដទៃក្រោយពេលភ្ញាក់ដឹងខ្លួនបានជួបប្រទះការយល់ច្រឡំជាទូទៅមិនបកស្រាយច្រើនទេវាចង់យ៉ាងម៉េចក៏តាមតែវាទៅគ្មានតាក់ទងនឹងខ្ញុំទេគេចូលចិត្តស្ដាប់រឿងអ្វីគឺនិយាយរឿងនោះទៅគេសប្បាយចិត្តនឹងរឿងអ្វីគឺធ្វើរឿងនោះទៅជួបមនុស្សនិយាយភាសាមនុស្សជួបខ្មោចនិយាយភាសាខ្មោចពីព្រោះគេចូលចិត្តស្ដាប់តែភាសានឹងទេ5មិនត្រូវបានជាប់ឃុំនៃសិលធម៌តទៅទៀតហើយក៏មិនទទួលខុសត្រូវចំពោះអារម្មណ៍អ្នកដទៃទៀតដែរអ្នកចោទប្រកាន់ខ្ញុំនោះគឺជាបញ្ហារបស់អ្នកមិនមែនជាបញ្ហារបស់ខ្ញុំទេអ្នកមិនសប្បាយចិត្តក៏ជាបញ្ហារបស់អ្នកដែរមិនមែនជាបញ្ហារបស់ខ្ញុំទេធ្វើអ្វីតាមចិត្តដែលយើងចង់កុំព្យាយាមធ្វើដើម្បីផ្គប់ចិត្តគេបដូរយកស្នាមញញឹមរបស់គេម្ដងមិនល្អដោយការធ្វើឲ្យខ្លួនឯងញញឹមដោយផ្កាឡើយ6កុំខ្វល់នឹងអ្នកដទៃវាតម្លៃខ្លួនអ្នកដូចម្ដេចអ្នកដទៃមើលមកអ្នកយ៉ាងម៉េចនោះគឺជារឿងរបស់គេទេនៅក្រោយខ្នងមិននិយាយដើមគេនៅក្រោយខ្នងមិនត្រូវបានគេនិយាយដើមមុខតំណែងផ្សេងគ្នាទីតាំងផ្សេងគ្នាកម្រិតវប្បធម៌ផ្សេងគ្នាមតិយោបល់មិនចាំបាច់ត្រូវគ្នាទេបន្ទាប់ពីការភ្ញាក់ដឹងខ្លួននៅក្នុងភ្នែកខ្ញុំមានតែគោលដៅរបស់ខ្ញុំអ្នកដទៃចូលចិត្តនិយាយអ្វីគឺតាមតែចិត្តគេចុះ7មិនឆ្លោះយកចាញ់ឈ្នះមិនពិគ្រោះរកខុសត្រូវមើលតែលើគោលដៅនៅពេលមនុស្សម្នាក់មានគោលដៅច្បាស់លាស់ពិតប្រាកដគឺគ្មានក្បាច់គុណទំនេរទៅរកគេមកពិភាក្សារឿងខុសត្រូវឡើយធ្វើអ្វីគ្រប់យ៉ាងដែលសមហេតុផលឲ្យមួយជំហានថយមួយជំហាននឹងមិនធ្វើឲ្យខ្ញុំឈឺចាប់ឡើយអ្វីក៏មិនសំខាន់ខ្ញុំផ្ដោតលើធម៌ពលរបស់ខ្ញុំលើអ្វីដែលល្អសម្រាប់គោលដៅរបស់ខ្ញុំប្រកួតប្រជែងនឹងអ្នកប្រាជ្ញហើយមិនឆ្លោះជាមួយមនុស្សល្ងង8និយាយស្ដីចាប់ផ្ដើមមានគោលបំណងដឹងនៅរឿងអ្វីគួរនិយាយអ្វីមិនគួរនិយាយហើយគ្រប់ពាក្យសម្ដីសុទ្ធតែមានហេតុផលគ្រប់រឿងចាប់ផ្ដើមគិតពីលទ្ធផលចាប់ផ្ដើមផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯងគិតនិយាយស្ដីត្រូវទប់ផ្លូវក្រោយ
មិនត្រូវនិយាយអ្វីដែលងប់ក្រឡាឡើយ 9 គិតថែមរឿងមួយត្រូវគិតឲ្យជ្រៅពីមុនមើលរបស់អ្វីមួយមើលបានតែមួយចំណុចក្រោយពេលភ្ញាក់ដឹងខ្លួនចាប់ពីចំណុចតូចមួយទៅផ្ទៃទាំងមូលពីព្រឹត្តិការណ៍មើលទៅជាខ្លឹមសារចាប់ផ្ដើមគិតថានៅពីក្រោយរឿងនេះមានពាក់ព័ន្ធទៅនឹងវិស័យនិងចំណេះដឹងរៀនពីវាមើលរឿងអ្វីមួយគឺអាចមើលរត់តែមកចិត្ត 10 មានសមត្ថភាពក្នុងការរៀនធ្វើត្រាប់តាមដ៏ល្អពីព្រោះចេះឆ្លុះបញ្ចាំងខ្លួនឯងគឺស្គាល់ច្បាស់ពីសមត្ថភាពខ្លួនឯងអាចមើលឃើញពីទំនាក់ទំនងនៃរឿងហេតុហើយយល់ពីសារៈសំខាន់នៃការលើកកម្ពស់សមត្ថភាពរបស់ខ្លួនដូច្នេះអាចចាប់ផ្ដើមធ្វើត្រាប់តាមនិងរៀនសូត្រពីព្រោះនេះជាវិធីលូតលាស់លឿនបំផុតក្នុង10ចំណុចខាងលើនេះតើអ្នកធ្វើបានប្រមាណចំណុចហើយ